នៅពីតូចម៉ែគាត់ធ្វើលក្ខណៈបាញ់ចំនួនផងផ្លែអាយផងក៏ចូលចិត្តខ្លាំងហើយបាទនិយាយពីចំណងចំណូលចិត្តរបស់មនុស្សម្នាក់គឺមានផ្សេងគ្នាបាទនិយាយរឿងផ្អែមវិញគឺត្រូវម៉ាច់នឹងតែម្ដងជាមួយខ្ញុំបាទផ្ទាល់ខ្ញុំចូលចិត្តខ្លាំងបងប្អូននេះនិយាយពីអារម្មណ៍ស៊ីនណាបាញ់ចំនួននឹងគឺជារបស់មួយដែលខ្ញុំចូលចិត្តខ្លាំងតាំងពីនៅពីតូចនៅពីតូចម៉ែគាត់ធ្វើលក្ខណៈបាញ់ចំនួនផងផ្លែអាយផងក៏ចូលចិត្តខ្លាំងហើយឥឡូវដល់ធំបីដល់កាចាស់ក្បាលក៏អត់ចោលដែរឬបាញ់ចំនួនហើយតែជិះឆ្លងកាត់គឺគុំយូរហើយទៅមកមកពីផ្ទះភ្ញៀវហើយបើឈប់ម៉ូតូខ្វែកដាក់មួយនឹងតែម្ដងហើយមួយកែវនេះតែ2000ទេបងប្អូនហើយរសជាតិវិញគឺឆ្ងាញ់នឹងតែម្ដងផ្អែមផងមានស្នូលសរ៉ែកផងលាយជាមួយនឹងលក្ខណៈបែបអង្គរតំណើបយើងទុនស្អិតដាក់ទៅជាប់មាត់នឹងតែម្ដងអញ្ចឹងគឺគាត់លក់ច្រើនបងប្អូនមានផ្អែមលក្ខណៈសសក់សូវបាញ់នឿបសរ៉ែកមានទាំងឡតហើយនឹងមានផ្អែមជាច្រើនទៀតគឺលក់4-5មុខហើយតែមួយកែវហ្នឹងតែ2000រៀលទេគឺថោកមែនតើបងប្អូន